ខ្ញុំនិងសង្សាររបស់ខ្ញុំគឺជាមនុស្សដែលចូលចិត្តត្រៀមខ្លួនទុកជាមុនខ្ញុំបាននាំសង្សារទៅទិញនិងស្តុកស្បៀងអាហារពេញមួយផ្ទះមិននឹកស្មានថា7ថ្ងៃក្រោយមកថ្ងៃបលោកបានមកដល់ពិតមែនសំឡេងរបស់ម៉ៅប៊ូហ្វានទេទៅពុកម៉ែទៅដៃខ្ញុំញ័រចំប្រប់ពេលចុចទូរស័ព្ទទៅកាន់ឪពុកម្ដាយម៉ាក់និងប៉ានៅផ្ទះមែនទេសុខសប្បាយទេបានចាក់សោទ្វារធំហើយឬនៅពេលបានឮសំឡេងឪពុកម្ដាយខ្ញុំអួរដល់មកស្ទើរតែយំចេញមកនៅផ្ទះតាសាកូនកើតអីហ្នឹងប៉ាកូនមិនអីទេប៉ាស្ដាប់កូនឲ្យច្បាស់ណាឥឡូវនេះមានវីរុសស៊ុំប៊ីផ្ទុះឡើងហើយអត្រាស្លាប់គឺ100ខាងកូនបានផ្ទុះឡើងហើយយ៉ាងយូរថ្ងៃស្អែកវានឹងរាលដាលដល់ខាងប៉ាហើយអ្នកទាំងពីរត្រូវតែចាក់សោទ្វារឲ្យចិត្តចាក់សោទ្វារធំនឹងបង្អួចអ្នកណាមកគូក៏ហាមបើកដែរតិចខាតហាមកុំឲ្យវាខំឲ្យសោះពួកស៊ុំប៊ីទាញទីនឹងសំឡេងពន្លឺនិងក្លិនខ្លាំងណាស់កុំបើកភ្លើងកុំធ្វើឲ្យមានសំឡេងខ្លាំងកុំបើកបង្អួចធ្វើម្ហូបហើយត្រូវត្រងទឹកទុកឲ្យបានច្រើនសម្រាប់ហូបនិងប្រើប្រាស់ត្រូវប្រយ័ត្នឲ្យមែនទែនណាម៉ៅប៊ូហ្វានបានយកទូរស័ព្ទទៅប្រាប់បន្ថែមពីចំណុចសំខាន់មួយចំនួនទៀតរួមទាំងវិធីប្រើគ្រឿងសង្ហារឹមទប់ទ្វារបង្អួចនិងប្រាប់ថាបើជួបស៊ុំប៊ីគឺអាចវាយបានតែចំក្បាលប៉ុណ្ណោះក្រោយបិទទូរស័ព្ទពួកយើងបានចាប់ផ្ដើមរៀបចំការត្រៀមលក្ខណៈចុងក្រោយពីនិតទ្វារបង្អួចទាំងអស់បិទភ្លើងបំភ្លឺទីងវាំងបាំងពន្លឺពេញមួយផ្ទះមិនឲ្យលេចពន្លឺបន្តិចណាឡើយសាកថ្ម power bank ថ្មសាកនិងឧបករណ៍អេឡិចត្រូនិកទាំងអស់ឲ្យពេញតាមតែអាចធ្វើទៅបានដាំទឹកក្តៅនិងច្រកចូលដបូមរក្សាកម្ដៅឲ្យពេញម៉ៅប៊ូហ្វានបានឡើងទៅជាន់លើដំបូលដើម្បីបិទប្រព័ន្ធបញ្ជាចិន្តាយន្តពេលត្រឡប់មកវិញគាត់បែកញើសសាមជោគហើយកាន់បាច់សោមួយចង្កោមចិន្តាយន្តឈប់ដើរហើយទ្វារបន្ទប់ម៉ាស៊ីននិងទ្វារជាន់លើដំបូលត្រូវចាក់សោទាំងអស់ហើយច្រកផ្លូវអាសន្នចាប់ពីជាន់ទី18ឡើងលើក៏ត្រូវចាក់សោដែរចុះអ្នកនៅក្រោមជាន់ទី10គិតគូមិនដល់ទេគ្រាអាសន្នបែបនេះត្រូវការពារខ្លួនឯងសិនហើយប្រឡប់ធ្លាក់ចុះយ៉ាងលឿនសំឡេងក្រហមស្រែកសន្ធប់របស់ស៊ុំប៊ីបានលាន់នៅពីខាងក្រៅបង្អួចវាគួរឲ្យរន្ធត់និងអស់សង្ឃឹមលីឡំជាមួយសំឡេងស្រែកយ៉ាងវេទនារបស់មនុស្សរស់ដែលត្រូវគេខំធ្វើឲ្យព្រឺសម្បូរពួកយើងអង្គុយលើផ្ទះបាយឯក្នុងនឹងសាឡុងក្រោមពន្លឺភ្លើងស្រអាប់នៃចង្កៀងជើងទៅមកពួកយើងបានញ៉ាំអាហារល្ងាចយ៉ាងសាមញ្ញនំប៉័ងស្បៀងសាច់កំប៉ុងនិងមីហិរជូរទំពាំងមួយចាននេះជាមីហិរជូរទំពាំងដែលឆ្ងាញ់និងហឺរហឺហាបំផុតដែលអូនធ្លាប់ញ៉ាំហឺរហឺហាហើយឬប្រហែលមកពីមានបងនៅក្បែរខ្ញុំសម្លក់គាត់មួយទំហឹងដល់ពេលណាហុយទៅជប់និយាយលេងសើចស៊ូតាមពិតបងមានអារម្មណ៍ថាសំណាងណាស់ដែលពួកយើងនៅជាមួយគ្នាបើឲ្យបងប្រឈមមុខនឹងរឿងទាំងនេះម្នាក់ឯងបងប្រហែលជាឈួតហើយខ្ញុំរំកិលខ្លួនចូលទៅក្នុងទ្រូងរបស់គាត់ទទួលយកកម្ដៅនិងចង្វាក់បេះដូងរបស់គាត់អូនក៏ដូចគ្នាថ្ងៃទី2នៃការផ្ទុះឡើងនៃវីរុសស៊ុំប៊ីប្តីប្រពន្ធវ័យកណ្ដាលនៅអគារទល់មុខបានធ្វើរឿងងងខ្លៅមួយពួកគាត់បានបើកបង្អួចក្រវីក្រមានិងស្រែកឡូឡាមានអ្នកណានៅទេពួកយើងអស់អីញ៉ាំហើយមិនហ៊ានចេញក្រៅទេអាចចែករំលែកបន្តិចបានទេខ្ញុំនិងម៉ៅប៊ូហ្វានបានស្ទុះទៅចិត្តបង្អួចព្រមគ្នាអាឡងងគាត់ជិះតិចដោយការរំពឹងទុកពួកស៊ុំប៊ីនៅក្នុងបរិយាដូចជាត្រូវគេចិត្តកុងតាក់ពួកវាងាកទៅមើលអគារលេខ11ព្រមគ្នាហើយដើរតម្រង់ទៅទីនោះយ៉ាងកំហុកប្តីប្រពន្ធមួយគូទល់មុខដូចជាដឹងខ្លួនថាមានរឿងមិនស្រួលក៏ប្រញាប់បិទបង្អួចផាំងប៉ុន្តែវាហួសពេលទៅហើយមិនដល់5នាទីផងទ្វារកញ្ចក់ខាងក្រោមអគារទល់មុខត្រូវបានបុកបែកខ្ទេចខ្ទីហើយពួកស៊ុំប៊ីបានបុកសម្រុកចូលទៅខាងក្នុងពួកគេបានធ្វើឲ្យមនុស្សមួយអគារនោះស្លាប់អស់ហើយម៉ៅប៊ូហ្វានទីងវាំងនៅបិទរួចទីងខ្ញុំត្រឡប់មកបន្ទប់ទទួលភ្ញៀវវិញកុំមើលអីពេលនេះចិត្តទុនគឺជាចំណុចខ្សោយដ៏ធំបំផុតគាត់និយាយត្រូវពួកយើងគ្មានកម្លាំងកំហែងអីទេសូម្បីតែរត់800ម៉ែត្រក៏ហត់ដង្ហក់ដែរចុះស្បៀងបន្តិចបន្តួចនេះអាចទៅជួយអ្នកណាបានមកដល់ដំណាក់កាលនេះមានតែការសង្ងំលាក់ខ្លួនទេទើបអាចរស់បានប៉ុន្មានថ្ងៃបន្ទាប់ពួកយើងបានរស់នៅក្នុងជីវិតសង្ងំក្នុងផ្ទះយ៉ាងមានរបៀបរៀបរយប៉ុន្តែមានសម្ពាធថ្ងៃទី3ទឹកត្រូវដាច់ថ្ងៃទី4ភ្លើងចាប់ផ្ដើមរលត់ញឹកញាប់កម្លាំងភ្លើងឡើងចុះភ្លើងសញ្ញាក្បាលសាកធ្មលត់ផ្លឹបផ្លែតថ្ងៃទី5អ៊ីនធឺណិតត្រូវដាច់ស្រឡះសេវាទូរស័ព្ទខ្សោយខ្លាំងជួនកាលទទួលបានសារពន្យាពេល1ឬ2ជាសំណាងល្អពួកយើងបានត្រងទឹកពេញធុងនៅក្នុងបន្ទប់ទឹកទាំងពីរទុកជាមុនដែលវាគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃអាងទឹកកម្ដៅព្រះអាទិត្យនៅតែដំណើរការដែលធ្វើឲ្យពួកយើងអាចងូតទឹកក្ដៅបានក្នុងថ្ងៃបលោកនេះម៉ៅប៊ូហ្វានបានធ្វើការវិភាគសាមញ្ញមួយព្រឹកព្រលឹមហាត់ប្រាណពង្រឹងកាយសម្ពាធកន្លះម៉ោងអាវ៉ង់ពុះនិងស្គវ៉ាតដើម្បីរក្សាសុខភាពបន្ទាប់មកដើរពិនិត្យទ្វារបង្អួចទាំងអស់ដើម្បីធានាសុវត្ថិភាពថ្ងៃត្រង់ផ្លាស់វេនគ្នាប្រើកែវយឺតមើលស្ថានភាពខាងក្រៅកត់ត្រាទម្លាប់ធ្វើសកម្មភាពរបស់ស៊ុំប៊ីញ៉ាំបាយតាមម៉ោងនិងបរិមាណកំណត់ដោយអាទិភាពញ៉ាំអាហារនៅក្នុងទូទឹកកកដែលឆាប់ខូចមុនគេយប់ឡើងនិយាយលេងពីរឿងកាលពីក្មេងនិយាយពីរឿងអនាគតប្រសិនបើមានអនាគតរួចអោបគ្នានឹងលងលក់ទៅថ្ងៃទាំងនោះពួកយើងដូចជាសត្វកណ្ដុរប្រឡាក់លាក់ខ្លួនក្នុងរន្ធយ៉ាងស្ងប់ស្ងាត់ទោះបីខាងក្រៅជានរកតែនៅក្នុងសម្បុកនៅតែមានភាពកក់ក្ដៅប៉ុន្តែថ្ងៃល្អតែងតែមានរយៈពេលខ្លីនៅថ្ងៃទី7នៃការផ្ទុះឡើងនៃវីរុសប្រហែលម៉ោង1រសៀលពួកយើងបានឃើញមនុស្ស4នាក់តាមរយៈកែវយឺតប្រុស3ស្រី1មានប្រដាប់អាវុធពេញខ្លួនហើយម្នាក់កាន់ពូថៅពន្លត់អគ្គិភ័យពណ៌ក្រហមឆើតពួកវាបានរត់ចេញពីទីដែលទ្វារខាងត្បូងនៃបូរីចូលទៅក្នុងអគារនៅឈុំមុខមិញនឹងពួកវានៅណាទ្វារខាងត្បូងមជ្ឈមណ្ឌលគ្រប់គ្រងបូរីពួកវាទៅប្លន់យកស្បៀងនៅទីនោះចិត្តខ្ញុំភ័យខ្តុកខ្ទួលបន្ទាប់មកពួកយើងទទួលបានដំណឹងខ្លះតាមសេវាទូរស័ព្ទដែលនៅសេសសល់វិបត្តិស៊ុំប៊ីនេះគឺកើតឡើងពេញពិភពលោកមនុស្សជុំវិញពិភពលោកកំពុងប្រយុទ្ធគ្នារវាងជីវិតនិងសេចក្តីស្លាប់ហើយពួកយើងកំពុងតែត្រូវក្រុមនោះសម្លឹងមើលមកហើយនៅរសៀលថ្ងៃនោះពួកវាបានដើរតម្រង់មកអគាររបស់ពួកយើងពួកវាមកហើយខ្ញុំដាក់កែវយឺតចុះដោយសំឡេងតឹងណែនម៉ៅប៊ូហ្វានអាចមកមើលមុខរបស់គាត់ប្រែជាស្រពោនខ្លាំងពួកវាកំពុងតែរុករកតាមជាន់នេះមួយហើយប៉ុន្តែពួកយើងបានធ្វើការបិទបាំងច្រើនណាស់ច្រកផ្លូវអាសន្នជាន់ទី18ឡើងលើត្រូវបានចាក់សោទាំងអស់ចន្ទាយន្តក៏ឈប់ដើរពួកវាមិនងាយឡើងមកទេពេលកំពុងនិយាយសំឡេងបើកទ្វារអគារខាងក្រោមបានលាន់ឡើងបន្ទាប់មកជាសំឡេងជើងនិងសំឡេងនិយាយគ្នាទ្វារការពីអគិភ័យនេះក៏ចាក់សដែរថែមទាំងចាក់សពីខាងក្នុងទៀតជាន់ខាងក្រោមក៏ចាក់សដែរតាដោះវាចេញទៅបេះដូងខ្ញុំលោតដល់បំពង់ក៏ពួកយើងខាន់ចែកតែទ្វារការពីអគិភ័យចន្ទាយន្តទ្វារការពីអគិភ័យតាមផ្លូវនិងទ្វារចូលផ្ទះប៉ុណ្ណោះបងធំទាំងសងខាងទ្វារមានកុនលិចឈើដោះតែខ្ចៅមិនកើតទេគុំដោះអីយកញូវាបំបែកតែម្ដងទៅសំឡេងបុកទ្វារយ៉ាងខ្លាំងក្លាក្នុងថ្ងៃបលោកដ៏ស្ងប់ស្ងាត់ប្រៀបដូចជាសំឡេងញូវាចំផ្លូវចិត្តខ្ញុំនិងម៉ៅប៊ូហ្វានញ័ររន្ធត់រាល់ពេលមានរំញ័រប្រហែល5 នាទីក្រោយមកសំឡេងបុកទ្វារក៏ស្ងាត់ទៅដៃរបស់ម៉ៅប៊ូហ្វានចាប់ដៃខ្ញុំយ៉ាងស្អិតដៃម្ខាងទៀតកាន់ដំបងដៃស្ពាន់ការពារខ្លួនប៉ុន្តែក្រុមនោះចាប់ដើមជួបបញ្ហាកុនលិចឈើខាងក្នុងជួរហើយតែទ្វារនៅតែមិនបើកព្រោះពួកយើងមិនត្រឹមតែចាក់សោទេថែមទាំងយកបន្ទះឈើនិងខ្ចៅជ័រទុកបន្ថែមទៀតមិនក៏ទ្វារនេះពិបាកធ្វើម្ល៉េះបងធំ
ដូចជាមានគេពង្រឹងទ្វារពីខាងក្នុងអ្នកណាទំនេរទៅពង្រឹងទ្វារការពារអគ្គិភ័យនឹងតោះមិនបាច់ធ្វើទេចុះទៅក្រោមវិញសំឡេងជើងដើរចាក់ចេញបន្តិចម្ដងប៉ុន្តែពួកយើងមិនហ៊ានអបអរសាទរឆាប់ពេកទេហើយនៅតែផ្អែកទៅជាតិនឹងជញ្ជាំងស្ដាប់ប្រហែលកន្លះម៉ោងក្រោយមកក្រុមនោះដូចជាចាក់ចេញទៅបាត់ហើយពួកវានឹងមកទៀតទេបណ្ដោះអាសន្នអត់ទាន់មកទេពួកវាគ្មានឧបករណ៍ច្រើនទេមិនអាចទប់ទល់នឹងទ្វារដែលបានពង្រឹងបានទេហើយពេលពួកវាឃើញជាន់ទី18ឡើងលើចាក់សទាំងអស់ពួកវានឹងគិតថាក្រោមគ្មានមនុស្សរស់នៅគាត់បន្តិចរួចនិយាយបន្ថែមប៉ុន្តែពួកវាធ្លាប់ទៅមជ្ឈមណ្ឌលគ្រប់គ្រងបរិយាបុគ្គលិកស្រីម្នាក់នោះបើនៅរស់ប្រហែលជានិយាយរបូតមាត់ខ្ញុំយល់ពីន័យរបស់គាត់ពួកយើងធ្លាប់តាក់ទងជាមួយមជ្ឈមណ្ឌលបរិយាធ្លាប់ឲ្យគេដឹកទឹកមកផ្ទះធ្លាប់ចុះឈ្មោះលេខផ្ទះពេលទទួលផ្ទះទាំងនេះសិតសឹងជាគ្រោះថ្នាក់កុំភ័យពួកយើងមានទឹកមានម្ហូបដរាបណាពួកយើងមិនចេញមុខពួកយើងអាចទ្រាំបានយូរជាងពួកវាពិតជាដោយការរំពឹងទុកក្រុមនោះបានមកម្ដងទៀតនៅថ្ងៃបន្ទាប់លើកនេះពួកវាបដូរយុទ្ធសាស្ត្រមិនវាយទ្វារទេតែស្រែកឡូឡាពីខាងក្រោមអ្នកនៅបន្ទប់3302អញដឹងថាមកនៅខាងលើកុំធ្វើពុតខ្ញុំនិងម៉ៅប៊ូហ្វានសម្លឹងមុខគ្នា3302គឺជាលេខបន្ទប់របស់ពួកយើងខាងគ្រប់គ្រងបរិយាប្រាប់ថាពួកឯងទិញទឹក60ធុងនិងស្បៀងអាហារយ៉ាងច្រើនរបស់ច្រើនម្លឹងពួកឯង2នាក់ស៊ីអស់ទេចែកពួកអញខ្លះមកពួកអញជួយការពារកុំធ្វើពុតជាស្លាប់ពួកអញមិនយកទេឯងឲ្យបាយពួកអញជួយសម្អាតស៊ុំប៊ីក្នុងអគារយ៉ាងម៉េចដែរស្រែកអស់ជាយូរគ្មានអ្នកឆ្លើយតបមេក្រុមនោះប្រហែលជាខឹងសម្បាយ៉ាងខ្លាំងរួចស្រែកគំរាមអូខេនិយាយស្រួលបួនមិនស្ដាប់ទេមែនទេពួកអញចាំនៅខាងក្រោមចាំមើលពួកឯងទ្រាំបានយូរប៉ុណ្ណានិយាយរួចវាធាក់ទ្វារអគារមួយជើងយ៉ាងខ្លាំងរួចកាប់សម្លាប់ស៊ុំប៊ីដែលរត់តាមសំឡេងស្រែកខ្ញុំនិងម៉ៅប៊ូហ្វានប្រសពភ្នែកគ្នាកុំភ័យស្បៀងដែលពួកយើងស្តុកទុកគឺគ្រប់គ្រាន់សម្រាប់មនុស្ស2នាក់រស់នៅដោយមិនបាច់ចេញក្រៅបាន4ទៅ5មួយខែពួកវាមិនអាចទ្រាំបានយូរយ៉ាងនេះទេខ្ញុំងក់ក្បាលប៉ុន្តែចិត្តនៅតែភ័យអុកឡុកប៉ុន្មានថ្ងៃក្រោយមកក្រុមនោះបានមកម្ដងទៀតលើកទី2ពួកវាព្យាយាមយកពូថៅពន្លត់អគ្គិភ័យមកកាប់ទ្វារការពារអគ្គិភ័យជាន់ទី33លទ្ធផលគឺបាក់មុខពូថៅឯទ្វារមិនរង្គើបន្តិចណាឡើយរួចពួកវាក៏ស្រែកគំរាមពីខាងក្រោមទៀតពួកឈួតនេះធ្វើសំឡេងខ្លាំងម្លេះមិនខ្លាចហៅស៊ុំប៊ីមកទេអីផ្លោះសំដីភ្លាមសំឡេងស៊ុំប៊ីស្រែកសន្ធប់បានលាន់ឡើងពីខាងក្រោមក្រុមនោះដឹងខ្លួនថាមានរឿងមិនស្រួលក៏ប្រញាប់រត់ត្រឡប់ទៅអគាររបស់ពួកវាវិញប៉ុន្តែពួកស៊ុំប៊ីត្រូវបានផ្អើលហើយរត់តម្រង់មកអគារនេះយ៉ាងច្រើនមើលតាមកែវយឺតចុះទៅក្រោមនៅខាងក្រៅទ្វារមានស៊ុំប៊ីប្រហែល20-30ក្បាលពួកវាទះទ្វារនិងសម្រុកឡើងមកលើបន្តិចម្ដងទ្វារទប់ជាប់ទេទប់មិនបានយូរទេទ្វារខាងក្រោមជាកញ្ចក់ស្កុតមិនអាចទប់ទល់នឹងស៊ុំប៊ីរាប់សិបក្បាលបុកព្រំគ្នានោះទេពិតមែនណាស់ប្រហែល10នាទីក្រោយមកទ្វារកញ្ចក់ក៏បែកខ្ទេចហើយពួកស៊ុំប៊ីបានសម្រុកចូលមកខាងក្នុងពួកវានឹងឡើងមកលើទេសំឡេងខ្ញុំញាប់ញ័រចិនដាយន្តឈប់ដើរច្រកអាសន្នក៏ចាក់សោពួកវាបានត្រឹមតែដើររៀននៅសាលជាន់ទី1ប៉ុណ្ណោះដរាបណាពួកយើងមិនធ្វើឲ្យមានសំឡេងពួកវាមិនឡើងចិនដាមកជួបពួកយើងដោយចិត្តណានោះទេប៉ុន្តែសំឡេងស្រែករបស់ស៊ុំប៊ីនៅតែធ្វើឲ្យពួកយើងគេងមិនលក់ពេញមួយយប់ថ្ងៃបន្ទាប់ពួកយើងបានរកឃើញថាអគាររបស់ក្រុមនោះក៏មានស៊ុំប៊ីចោមរងយ៉ាងច្រើនផងដែរពួកវានៅជាន់ទី16ទោះបីមិនខ្ពស់ដូចពួកយើងតែវាស្មើនឹងសុវត្ថិភាពមួយរយៈពេលខ្លីគ្រាន់តែថាតើស្បៀងរបស់ពួកវាអាចទ្រាំបានយូរប៉ុណ្ណាទៀតចំពោះពួកយើងទឹកចាប់ដើមអស់ហើយទឹកដែលស្តុកទុកក្នុងធុងបានរីងស្ងួតអស់ទោះបីជាមានទឹកបរិសុទ្ធ60ដបក៏ដោយប៉ុន្តែការហូបចុកនិងការលាងមុខប្រចាំថ្ងៃនៅតែត្រូវចំណាយខ្ញុំនិងម៉ៅប៊ូហ្វានចាប់ដើមគ្រប់ដណ្ដប់ការប្រើប្រាស់ទឹកយ៉ាងម៉ត់ចត់ម្នាក់ប្រើទឹកត្រឹមតែ1ដបចំណាកន្លះក្នុងមួយថ្ងៃ1ដបសម្រាប់ហូបនិងកន្លះដបសម្រាប់ដុសធ្មេញលាងមុខទឹកលាងអង្ករយកទៅលាងចានទឹកលាងមុខសន្សំទុកលាងបង្គន់ឯការងូតទឹកវិញគឺឈប់ស្រមៃទៀតហើយពេលនេះខ្ញុំទើបតែយល់ច្បាស់ថាទឹកគឺជាប្រភពនៃជីវិតពិតប្រាកដមែនរឿងដែលកាន់តែអាក្រក់នោះគឺអគ្គិសនីត្រូវដាច់ស្រឡះអាងទឹកកម្ដៅថ្ងៃទោះបីជាមានកម្ដៅខ្លះតែគ្មានម៉ាស៊ីនបូមទឹកមិនអាចហូរចេញមកបានទេថ្ម power bank អស់បន្តគ្នាទូរស័ព្ទក៏លុតបិទចិត្តឈឹងជាយូរមកហើយរហូតដល់ព្រឹកមួយស្រាប់តែមានសំឡេងលាន់ឡើងពីខាងក្រៅបង្អួចពេលមើលតាមកែវយឺតពួកយើងបានឃើញរថយន្តយោធាមួយគ្រឿងបានបើកចូលមកក្នុងបូរីខ្ញុំរំភើបស្ទើរតែលោតផ្លោះអាជ្ញាធរបានមកជួយពួកយើងហើយ